ដំណើរទស្សនកិច្ចណាទៅកាន់ភ្នំអាងភ្នំនៅភ្នំជាកាច់យើងណាគឺថាយើងមានតំបន់ទេសចរជាច្រើននៅក្នុងខេត្តព្រៃវែងជាពិសេសគឺភ្នំជាកាច់ហ្នឹងឯងបាទដែលយើងធ្លាប់ស្គាល់ថាមានបារមីអ្នកតាមេសទីនេះគឺថាទេសភាពស្អាតមែនតើហើយកាលណាយើងធ្វើដំណើរខាងមុខហ្នឹងគឺយើងធ្វើដំណើរទៅកាន់កន្លែងលអាងភ្នំដែលកន្លែងនោះមានភ្នំមានលអាងឯណាមានទឹកត្រជាក់មែនតើបាទហើយខ្ញុំបាទនាំផ្ទាំងទស្សនីយភាពនេះជូនប្រិយមិត្តទាំងអស់គ្នាពីទីរួមខេត្តពីខេត្តព្រៃវែងបាទគឺនៅក្នុងស្រុកបាភ្នំបាទនេះគឺជាដំណើរតាមផ្លូវដែលមានថ្មរដេករដប់ប៉ុន្តែទោះជាពិបាកយ៉ាងណាក្តីគេថាក្រុមការងារយើងខ្ញុំគេថាចុះទៅដល់កន្លែងរមណីយដ្ឋានហ្នឹងផ្ទាល់តែម្ដងដើម្បីផ្ដិតយកផ្ទាំងទស្សនីយភាពហ្នឹងជូនប្រិយមិត្តអ្នកតាមដានទស្សនាបាទដោយខ្ញុំបាទលីរតនាបាទពីទីរួមខេត្តព្រៃវែងបាទជាទូទៅនៅភ្នំចកាច់នេះមានប្រមូលផ្ដុំភ្នំចំនួន11ភ្នំណាបើខ្ញុំតាមឮចាស់គាត់ធ្លាប់និយាយប្រាប់ពួកខ្ញុំមកមានភ្នំ11ហ្នឹងមានភ្នំសំពៅភ្នំទ្រង់មន់ទ្រង់ទាភ្នំថ្មបាញ់ជាដើមបាទនេះគឺជាតាមផ្លូវឡើងទៅណាចាំនិយាយទៅបាទនេះគឺជាដំណើរទៅកាន់ភ្នំអាងណាគឺថាយើងចំណាយពេលចុះពីភ្នំចកាច់ហ្នឹងប្រហែលជា5នាទីបាទមិញតាមផ្លូវហ្នឹងតែយើងមកដល់កន្លែងនេះគឺជាកូនភ្នំមួយទៀតណាយើងនឹងជួបគ្នានៅពេលបន្តិចទៀតនៅពេលដែលយើងទៅដល់អាងភ្នំបាទអញ្ចឹងសូមអរគុណច្រើនបាទជម្រាបលា